bạn chẳng lỡ nhầm năng bằng haiจะต้องจมวยnăng module បន្ទាប់จะต้องจมวยnăng ការ set up service អញ្ចឹងយើងមាន service category អូខេ service category នេះខ្ញុំឧទាហរណ៍ថាខ្ញុំមាន housekeeping service ខ្ញុំមាន service ដែលយើង sell នៅខាងក្នុង apartment របស់យើងឬក៏យើងមាន category អីផ្សេងទៀតក្រៅពីហ្នឹងយើងអាច add បន្ថែមឧទាហរណ៍ថា facility service អូខេ paid facility អញ្ចឹងមកអញ្ចឹងដើម្បីបង្កើត service បានយើងចូលកន្លែង service list មកបន្តមកទៀតខ្ញុំ add អូខេខ្ញុំឧទាហរណ៍ថាមានgym អញ្ចឹងគេចូលម្ដង$3អញ្ចឹង facility អូខេ one time អូខេអញ្ចឹងខ្ញុំបានប្រភេទ gym មួយអូខេអញ្ចឹងនេះរបៀបតទៅជាមួយនឹងការបង្កើត service បន្តមកទៀតខ្ញុំនឹងបង្ហាញតទៅមួយការបង្កើត inventory អញ្ចឹង inventory យើងមាន unit type សំដៅទៅលើ unit measure អញ្ចឹងquandយើងអាចបង្កើត unit measure ថ្មីបានយើងវាដូចជាមានជា box ជា kilo ជាអីចឹងទៅ unit measure យើងអាចចុច add ទៅถ้าខ្ញុំបង្កើតជា kilo ខ្ញុំដាក់អក្សរកាត់ក៏បាន kg ទៅហើយបន្តមកទៀតយើងមានcategory អូខេនេះខ្ញុំបានបង្កើត inventory បានបង្កើត soft drink ហើយឧទាហរណ៍ថាខ្ញុំបានបង្កើតតកតងជាមួយនឹងfood ចា៎អូខេប៉ុណ្ណឹងអញ្ចឹងដើម្បីបង្កើតitem នៅក្នុង inventory បានយើងចូលកន្លែង product list មកបន្តមកទៀតយើងចុច add អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើត fried rice មួយចាស់តម្លៃ$5 category food អីចឹងទៅអូខេចំនួន stock នឹងអាចដាក់បានអូខេ save អញ្ចឹងយើងមាន product អីផ្សេងទៀតយើងអាច add បង្កើតនៅនឹងបានអញ្ចឹងគឺរបៀប set up product ហើយនិង service